មានអ្នកចំគេអ្នកផ្ដល់លុយឲ្យគេបងបន្ទាប់ពីខ្ញុំនៅមួយគេបានមួយអាទិត្យខ្ញុំក៏មានអារម្មណ៍ថាឆ្ងល់ដែរបងដោយសារខ្ញុំមើលសម្ភារៈក៏ដូចជាការចាយវាយអីហ្នឹងគឺវាអត់ស័ក្តិសមបងដោយសារអីគាត់អត់មានការងារធ្វើទេរាល់ថ្ងៃហ្នឹងអានេះបែរជានិយាយថាស្នេហាហ្នឹងថោកទាបស្រឡាញ់ភេទដូចគ្នាហ្នឹងអូនសំបីតើអាណនៅមើងងាយភេទខ្លួនឯងតើនឹងមានអ្នកណាគេមកនឹងលើកទឹកចិត្តគាំទ្រមិនស្រឡាញ់ភេទដូចគ្នាអូនអត់មានតែគេគាំទ្រខ្លួនឯងទេបើខ្លួនឯងខ្លួនឯងអត់ទាំងស្រឡាញ់ខ្លួនឯងផងហ្នឹងស្វាគមន៍មកកាន់អេពីសូតថ្មីរបស់ You Are Not Alone ឬក៏អ្នកមិនឯកាទេដែលអ្នកនឹងបានជួបជាមួយនឹងខ្ញុំហៅហុងហើយនៅរៀងរាល់អេពីសូតតែម្ដងយើងក៏តែងតែមានបទពិសោធន៍ជីវិតដែលគ្នាយើងបានផ្ញើសារជាសំឡេងមកកាន់ខ្ញុំហើយរឿងរ៉ាវទាំងអស់នោះគឺសុទ្ធសឹងតែជារឿងដែលគាត់មានអារម្មណ៍ថាពិបាកខ្លាំងមែនទែននៅក្នុងជីវិតហើយគាត់ចង់ចែករំលែកមកក្រៅដើម្បីឲ្យធូរចិត្តចេញពីខាងក្នុងសម្រាប់បទពិសោធន៍ជីវិតនៅក្នុងថ្ងៃនេះផងដែរមានបងប្អូនម្នាក់ក៏បានតាក់ទងជាមួយនឹងមនុស្សប្រុសម្នាក់និយាយទៅខ្ញុំបាច់បញ្ជាក់ថាស្រឡាញ់ភេទដូចគ្នាទេដោយសារតែភាគច្រើននៃកម្មវិធីរបស់ខ្ញុំគឺ90%អីសិតតែអ្នកដែលគាត់ស្រឡាញ់ភេទដូចគ្នាអីអញ្ចឹងណាអញ្ចឹងអ្នកនេះមិនបាច់ឆ្ងល់ទេហេតុអីបានសិតតែអ្នកស្រឡាញ់ភេទដូចគ្នាគាត់ចូលមកអញ្ចឹងដោយសារតែខ្ញុំធ្វើ content BL តាំងពីដើមហើយតាំងពីសម្រាយរឿងតាំងពីវីដេអូ review អីអញ្ចឹងណាអញ្ចឹងហើយវាអត់ប្លែកទេខ្ញុំនិយាយនេះដោយសារតែមានគ្នាយើងមួយចំនួនគាត់ឆ្ងល់ឥឡូវយើងតទៀតគាត់បានតាក់ទងមួយមនុស្សប្រុសម្នាក់ហ្នឹងដំបងឡើយក៏គាត់គិតថាអ្នកហ្នឹងល្អចេះមួយចេះពីរជាថែបរបស់គាត់អីអញ្ចឹងណាក្រោយមកគាត់ដឹងថាម្នាក់ហ្នឹងមានគេចិញ្ចឹមអញ្ចឹងជាចង់ដឹងថាតើដំណើរសាច់រឿងនៃស្នេហារបស់គាត់ទៅជាយ៉ាងណាខ្លះអញ្ចឹងយើងទៅស្ដាប់នៅការរាយរាប់របស់គាត់ទាំងអស់គ្នាសួស្តីបងដើមហេតុដំបូងខ្ញុំបានជួបជាមួយនឹងសង្សារខ្ញុំនឹងនៅក្នុងក្លឹបបងហើយអាចនិយាយបានថាគេជាថែបរបស់ខ្ញុំបងអញ្ចឹងទៅខ្ញុំក៏បានចាប់អារម្មណ៍ជាមួយគេបន្ទាប់ពីយើងបានផឹកជាមួយគ្នានៅក្នុងក្លឹបហ្នឹងហើយយើងក៏បែកផ្លូវគ្នារៀងៗខ្លួនបងហើយបន្ទាប់មកប្រហែលជា2-3ថ្ងៃខ្ញុំក៏ scroll Facebook ចុះឡើងទៅក៏បានឃើញ account គេបងហើយខ្ញុំក៏ចូលទៅ add ទៅគេហើយខ្ញុំក៏ reply story គេអញ្ចឹងទៅបងហើយយើងក៏បានឆាតរកគ្នាទៅវិញទៅមកអញ្ចឹងទៅគេក៏ចាប់អារម្មណ៍ជាមួយខ្ញុំដែរបងហើយខ្ញុំក៏ចាប់អារម្មណ៍ជាមួយគេអញ្ចឹងបានន័យថាយើងវាចិត្តដូចគ្នាបងហើយបន្ទាប់មកយើងក៏បានណាត់គ្នាទៅផឹកនៅវត្តបទុមបងហើយចេញពីផឹកនឹងហើយខ្ញុំក៏បានទៅដេកនៅបន្ទប់គេអញ្ចឹងទៅហើយយើងក៏បានចាប់ផ្ដើមថាអូខេយើងតាក់ទងគ្នាជាផ្លូវការអញ្ចឹងទៅបងប៉ុន្តែរឿងមួយដែលខ្ញុំនឹកស្មានអត់ដល់បងគឺគេមានអ្នកចិញ្ចឹមគេអ្នកផ្ដល់លុយឲ្យគេបងប៉ុន្តែខ្ញុំក៏អត់ទាន់ដឹងរឿងនឹងដែរបន្ទាប់ពីខ្ញុំនៅមួយគេបានមួយអាទិត្យខ្ញុំក៏មានអារម្មណ៍ថាឆ្ងល់ដែរបងដោយសារខ្ញុំមើលសម្ភារៈក៏ដូចជាការចាយវាយអីហ្នឹងគឺវាអត់ស័ក្តិសមបងដោយសារអីគាត់អត់មានការងារធ្វើទេរាល់ថ្ងៃហ្នឹងហើយគាត់នៅបន្ទប់ជួលតម្លៃ70បងហើយសម្ភារៈរបស់គាត់ប្រើប្រាស់ក៏ដូចជារបស់ញ៉ាំរបស់អីហ្នឹងបងគឺសិតនៅក្នុង Eon ចង់បានន័យថាខ្ញុំមើលតាមសមត្ថភាពគាត់ទៅគាត់ក៏មិនមែនជាអ្នកមានលុយដែរបងអញ្ចឹងហើយខ្ញុំក៏សង្ស័យអញ្ចឹងទៅខ្ញុំក៏បាននិយាយថាខ្ញុំចង់មកនៅជាមួយគាត់ខ្ញុំសុំទាគាត់មកនៅជាមួយអញ្ចឹងទៅជួយឲ្យគាត់នៅម្នាក់ឯងបងហើយគាត់ក៏ប្រកែកបានបដិសេធមកខ្ញុំថាអត់បានទេអត់អាចមកនៅជាមួយបានទេបើមកយូរម្ដងបានអីចឹងទៅបងហើយខ្ញុំក៏ថាកាន់តែច្បាស់ហើយប៉ុន្តែខ្ញុំជាលាក់ទុកក្នុងចិត្តទៅមួយថ្ងៃមួយទៅខ្ញុំក៏បានឆ្លោះគ្នារករឿងមួយគាត់សុំបែកជាមួយគាត់ហើយគាត់ក៏ដាច់ចិត្តប្រាប់មកខ្ញុំរឿងទាំងអស់ហ្នឹងទៅគាត់ប្រាប់ថាគាត់មានអ្នកចិញ្ចឹមប៉ុន្តែគាត់មិនដែលបានដេកនៅជាមួយគេទេបងពេលដែលខ្ញុំឮថាមានអ្នកចិញ្ចឹមអញ្ចឹងខ្ញុំពិបាកទទួលយកបងក្នុងនាមខ្ញុំជាមនុស្សប្រុសហើយសង្សារខ្ញុំមានអ្នកចិញ្ចឹមទាំងដែលមានខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកទទួលយកបងខ្ញុំឈឺចាប់ពួកអីរបស់ខ្ញុំស្រឡាញ់ខ្ញុំអត់ចង់ឲ្យអ្នកផ្សេងប៉ះពាល់សូម្បីតាមរៀមដៃបងប៉ុន្តែគេបានសន្យាមួយខ្ញុំថាគេសុំរយៈពេល1ខែគេនឹងផ្
ផ្ដាច់តំណែងជាមួយម្នាក់ហ្នឹងហើយព្រោះថាម្នាក់ហ្នឹងគេអត់បានស្រឡាញ់ទេបងគេតាក់ទងជាមួយម្នាក់ហ្នឹងក៏ដោយសារតែលុយម្នាក់ហ្នឹងផ្ដល់លុយក៏ដូចជាជួយទំនុកបំរុងគេអញ្ចឹងណាបងហើយគេក៏បានសុំវល់ខ្ញុំថាកុំបែកពីគេដោយសារអីខ្ញុំក៏ព្រមតាមគេទៅបងដោយសារខ្ញុំស្រឡាញ់គេដែរនិយាយរួមទៅពីមុនមកខ្ញុំធ្លាប់មានសង្សារប៉ុន្តែខ្ញុំមិនដែលបានក្តីស្រឡាញ់បែបហ្នឹងពីសង្សារខ្ញុំពីមុនទេបងបានត្រឹមតែគេយកខ្ញុំលេងសើចបានត្រឹមតែគេដេកនៅជាមួយខ្ញុំហើយតាមមកឆាវយ៉ាងយូរមួយខែពីរខែអីហ្នឹងគេក៏សអក្រោះក៏បែកគ្នាបងប៉ុន្តែអាការបង្ហាញក្តីស្រឡាញ់ឲ្យខ្ញុំគឺវាអត់ដែលមានណាបងដល់ពេលអញ្ចឹងខ្ញុំជួបម្នាក់ហ្នឹងផ្ដល់ក្តីស្រឡាញ់ឲ្យខ្ញុំក៏ដូចជាបង្ហាញការស្រឡាញ់ឲ្យខ្ញុំឃើញថាគេស្រឡាញ់ខ្ញុំបងហើយខ្ញុំក៏អូខេខ្ញុំក៏ព្រមតាមខ្ញុំក៏សុខចិត្តទទួលយករឿងបែបហ្នឹងទាំងដែរខ្ញុំពិបាកទទួលយកបងខ្ញុំពិបាកខ្លាំងមែនតើបងអារម្មណ៍មួយនឹងយើងជាមនុស្សប្រុសហើយយើងមានសង្សារហើយសង្សារយើងមានអ្នកចិញ្ចឹមហ៎បងហើយខ្ញុំទទួលស្គាល់ថាខ្ញុំអត់មានសមត្ថភាពមើលថែគេទេបងប៉ុន្តែគេបាននិយាយសន្យាមកខ្ញុំថាគេធំអត់មានអត់ស៊ីអត់ឃ្លានជាមួយខ្ញុំក៏គេសុខចិត្តនៅជាមួយខ្ញុំដែរបងខ្ញុំក៏មានមិត្តភក្តិគេម្នាក់មកឆាតមកខ្ញុំចឹងទៅប្រាប់រឿងសង្សារខ្ញុំនឹងមកដល់ខ្ញុំចឹងណាបងប្រាប់ថាម្នាក់នឹងខ្ញុំក៏ធ្លាប់ស្គាល់ដែរធ្លាប់ផឹកស៊ីជាមួយខ្ញុំអ្នកដែលចិញ្ចឹមសង្សារខ្ញុំហ្នឹងហ៎បងគឺធ្លាប់ផឹកស៊ីជាមួយខ្ញុំនៅក្នុងក្លឹបហ្នឹងថ្ងៃដែលខ្ញុំជួបគ្នាដំបូងហ្នឹងបងតែខ្ញុំនេះវាភ្លើខ្លាំងហ៎បងអត់ដឹងថាម្នាក់ហ្នឹងទេពួកអីពេលហ្នឹងខ្ញុំបានស៊ូសង្សារខ្ញុំដែរថាម្នាក់ហ្នឹងពីណាគេអញ្ចឹងគេប្រាប់ថាមិត្តភក្តិឬមួយក៏បងអីចឹងទៅបងគេប្រាប់ខ្ញុំចឹងខ្ញុំក៏ជឿគេទៅតែធៀបពិតម្នាក់ហ្នឹងហើយដែរជាអ្នកផ្ដល់លុយទំនុកបំរុងឲ្យគេបងហើយគេជួបគ្នារាល់ថ្ងៃគេធ្វើអីជាមួយគ្នាក៏ខ្ញុំអត់ដឹងដែរបងដោយសារខ្ញុំនៅបន្ទប់ហើយគេទៅជួបគ្នានៅក្រៅបងហើយខ្ញុំសូមនិយាយតពីរឿងមិត្តភក្តិគេខលមកប្រាប់បងគេឆាតមកប្រាប់ខ្ញុំហ្នឹងគេថាម្នាក់ហ្នឹងហើយដែលផឹកស៊ីជាមួយខ្ញុំថ្ងៃដំបូងនៅក្នុងក្លឹបហ្នឹងហើយគេក៏ធ្លាប់ដេកនៅជាមួយគ្នាដែរមកដូចអ្វីដែរសង្សារខ្ញុំប្រាប់ថាដែរបាទដេកនៅមួយគ្នាតែបងតាប៉ិតគេធ្លាប់ដេកនៅមួយគ្នាប៉ុន្តែគេក៏ហក់ខ្ញុំបងខ្ញុំក៏ទៅខ្ញុំឈឺចាប់ហ៎បងស្នេហាភេទដូចគ្នាឈឺចាប់ខ្លាក់ហ្មងដល់ខ្ញុំចង់សម្លាប់ខ្លួនបងខ្ញុំចង់ទៅលោតទឹកខ្ញុំនិយាយមែនបងខ្ញុំចង់ទៅលោតទឹកនៅស្ពានជ្រោយយ៉ាវ៉ាបងប៉ុន្តែម៉ាក់ខ្ញុំគាត់ឆាតគាត់ខលមកខ្ញុំអាណិតម៉ាក់ខ្ញុំក៏ខ្ញុំអត់អាចចិត្តធ្វើរឿងបែបហ្នឹងបងដោយសារខ្ញុំអាណិតម៉ាក់ខ្ញុំបងខ្ញុំអត់តបានសងគុណគាត់ក៏ដូចជាមើលថែគាត់ហើយខ្ញុំគិតថាខ្ញុំមិនកូនណាយករឿងអត់ប្រយោជន៍បែបហ្នឹងមកធ្វើបញ្ចប់ជីវិតខ្ញុំហ៎បងពីមួយថ្ងៃទៅខ្ញុំក៏ចេះតែឆ្លោះគ្នាមួយគេទៅដោយសារអីខ្ញុំដឹងរឿងអញ្ចឹងហ៎បងហើយបន្ទាប់មកខ្ញុំក៏សម្រេចចិត្តថាខ្ញុំអូខេខ្ញុំគួរទៅដោះលែងគេទៅព្រោះអីខ្ញុំអត់មានសមត្ថភាពមើលថែគេទេបងខ្ញុំសុខចិត្តថាខ្ញុំដើរចេញបងដើរចេញពីគេទាំងតែធិតពិតខ្ញុំស្រឡាញ់គេខ្លាំងបងខ្ញុំអត់អាចអត់ពីគេបានប៉ុន្តែខ្ញុំសុខចិត្តដើរចេញពីគេហើយដើរបែកគ្នានឹងក៏មិនមែនខ្ញុំជាអ្នកសំបែកគេដែរបងគេជាអ្នកនិយាយពាក្យបែកដាក់ខ្ញុំប៉ុន្តែខ្ញុំក៏អត់បានវល់គេដែរខ្ញុំសុខចិត្តដើរចេញបងហើយពេលដែលបែកគ្នានឹងធម្មតាខ្ញុំតាក់ទងគ្នាមិត្តភ័ក្តិខ្ញុំដឹងឮខ្ញុំតែងតែរៀបរាប់ប្រាប់ថាម្នាក់នឹងល្អម្នាក់នឹងស្រឡាញ់ខ្ញុំអីចឹងណាបងប្រាប់ពូម៉ាក់ប្រាប់អីខ្ញុំចឹងទៅប៉ុន្តែដល់ពេលបែកគ្នានឹងទៅខ្ញុំក៏ប្រាប់ពូម៉ាក់ខ្ញុំថាខ្ញុំបែកគ្នាអ្នកស្គាល់ខ្ញុំអីចឹងប្រាប់ថាបែកគ្នាចឹងទៅគេអត់ជឿគេថាខ្ញុំស្រឡាញ់គ្នាសឹងអីតែបាត់បែកគ្នាអីទៅមូលហេតុអីទៅខ្ញុំក៏អត់បានប្រាប់មូលហេតុទៅដល់ពូម៉ាក់ខ្ញុំដែរបងខ្ញុំប្រាប់ត្រឹមថាខ្ញុំអត់ល្អខ្ញុំជាអ្នកសាវ៉ាខ្លួនឯងខ្ញុំក្បត់គេខ្ញុំនិយាយទៅខ្ញុំយកធ្វើម៉េចឲ្យខ្ញុំអាក្រក់ខ្ញុំសុខចិត្តឲ្យគេមើលមកសង្សារខ្ញុំល្អបងតែតែរឿងហ្នឹងខ្ញុំពិបាកទទួលយកខ្លាំងហ៎បងខ្ញុំឈឺចាប់ហ៎បងខ្ញុំអត់ដែលហ៊ាននិយាយប្រាប់ពីណាគេទាំងអស់ពួកឯងខ្ញុំមានអារម្មណ៍ថាខ្ញុំខ្មាស់គេពួកឯងខ្ញុំជួបរឿងដដែលពេកបងស្នេហាភេទដូចគ្នាបងអត់គង់វងអត់ថិតថេរទេបងអញ្ចឹងបានខ្ញុំសុំផ្ដាំទៅអ្នកដែលស្រឡាញ់ភេទដូចគ្នាកុំយកអារម្មណ៍នឹងការស្រឡាញ់មួយនឹងមកលេងសើចព្រោះថាពេលខ្លះអ្នកជាអ្នកធ្វើប៉ុន្តែម្នាក់ទៀតជាអ្នកទទួលជាអ្នករងការឈឺចាប់អ្នកធ្វើអ្នកសាងគេអត់មានអារម្មណ៍អីទេបងគេសប្បាយគេ happy ប៉ុន្តែអ្នកទទួលគេឈឺចាប់អ្នកខ្លះអាចនឹងស្លាប់ដោយសារតែរឿងបែបហ្នឹងបងអញ្ចឹងបានខ្ញុំចង់ផ្ដាំថា
បើមិនស្រឡាញ់កុំផ្ដោតក្តីសង្ឃឹមឲ្យគេកុំផ្ដោតក្តីស្រឡាញ់ឲ្យគេកុំសូទាំងការសំដែងវាមិនមែនជាការប៉ັດទេទាំងដែលរឿងអស់ហ្នឹងវាជាការសំដែងកុំសូបញ្ជាក់ថាយើងស្រឡាញ់គេយើងកុំធ្វើទាំងបែបហ្នឹងពេលខ្លះទៅអានេះហៅថាកម្មយើងធ្វើដាក់ម្នាក់ហ្នឹងបែបហ្នឹងយើងជួបអ្នកក្រោយគេធ្វើបាបយើងដូចដែលយើងធ្វើដាក់គេអញ្ចឹងតាមពិតខ្ញុំមិនមែនជាមនុស្សអាក្រក់អីបងខ្ញុំរូបរាងខ្ញុំមុខមាត់ខ្ញុំស្អាតបងខ្ញុំហើយក៏ខ្ញុំនៅក្នុងបណ្ដាញសង្គម TikTok ក៏ដូចជា Facebook ក៏មានអ្នកស្គាល់ខ្ញុំច្រើនដែរបងខ្ញុំជាអ្នកលេង content ក្នុង TikTok ដែរបងអញ្ចឹងហើយមានអ្នកស្គាល់ខ្ញុំច្រើនដែរហើយខ្ញុំអត់ខ្វះអ្នកស្រឡាញ់ទេបងប៉ុន្តែមនុស្សខ្ញុំគឺអត់ចេះអញែញ៉ៃខ្ញុំស្រឡាញ់តែណាហើយគឺខ្ញុំស្រឡាញ់តែម្នាក់ហ្នឹងបងខ្ញុំអត់ចេះថាសាវ៉ាឬមួយក៏មានមួយមានពីរអត់ចេះបងមានមួយគឺមានមួយអត់ចេះបោកលោកអញែញ៉ៃទេខ្ញុំអាចនិយាយថាពេលខ្លះខ្ញុំចង់ខ្លាយស្នេហាភេទដូចគ្នាបងខ្ញុំចង់យកប្រពន្ធចង់មានកូនចង់មានគ្រួសារមួយដែលពេញលេញប៉ុន្តែខ្ញុំមិនអាចធ្វើបែបហ្នឹងបានបងខ្ញុំមិនអាចទៅយកមនុស្សស្រីមកដើម្បីបាំងមុខមកដើម្បីលាក់បាំងធាតុពិតខ្លួនឯងហើយទៅលួចតាក់ទងជាមួយមនុស្សប្រុសដដែលយើងដូចបំផ្លាញអនាគតកូនគេចឹងបងចឹងហើយយើងកុំយកមនុស្សម្នាក់ដែលអត់ដឹងរឿងអីសោះមកបោកលោកក្នុងជីវិតរបស់យើងទាំងដែលយើងធាតុពិតរបស់យើងស្រឡាញ់ប្រុសចឹងយើងកុំធ្វើបែបហ្នឹងកុំធ្វើបាបគេយើងសក្កិតទទួលយកទៅយើងអស់កម្មធម្មតាគឺត្រឹមហ្នឹងទៅរាល់ថ្ងៃនេះខ្ញុំធ្វើបុណ្យខ្ញុំសងបងការចិត្តណាកុំឲ្យដូចចិត្តហ្នឹងកុំឲ្យស្រឡាញ់ភេទដូចគ្នាទោះបីជាខ្ញុំកើតជាឆ្កែកើតជាឆ្មាកើតជាសត្វធាតុអីក៏ដោយបងកុំឲ្យកើតមកជាខ្ទើយបែបហ្នឹងកុំឲ្យកើតមកស្រឡាញ់ភេទដូចគ្នាបែបហ្នឹងបងវាស្នេហាមួយហ្នឹងវាអាត្មានិយមខ្លាំងពេកបងហើយវាក៏ថោកទាបបំផុតដែរបងបែកពីមួយយកមួយបែកពីមួយយកមួយពេលខ្លះសម្បីតែតាក់ទងជាមួយសង្សារនៅជាមួយគ្នាក៏លួចក្បត់គ្នាបានអាហ្នឹងបានន័យថាវាអាត្មានិយមសម្រាប់ស្នេហានិងអ្នកស្រឡាញ់ភេទដូចគ្នាបងប៉ុន្តែអាត្មានិយមហ្នឹងវាសម្រាប់អ្នកដែលស្រឡាញ់គេស្មោះបងតែបើសម្រាប់អ្នកដែលសាវ៉ាគេគិតថារឿងបែបហ្នឹងជារឿងសប្បាយសម្រាប់គេបងប៉ុន្តែសម្រាប់មនុស្សស្មោះគឺទទួលរងឈឺចាប់បងខ្ញុំជួបរឿងបែបហ្នឹងខ្ញុំបាក់ទទួលយកបងព្រោះអីផ្លូវចិត្តខ្ញុំទន់ខ្សោយបងខ្ញុំម្ដងខ្ញុំចង់តែសម្រាប់ខ្លួនទេបងពេលខ្លះផ្លូវចិត្តខ្ញុំគឺអញនិយាយថាអត់រឹងមាំដូចគេទូទៅបងខ្ញុំទន់ខ្សោយខ្លាំងពេលដែលខ្ញុំជួបបញ្ហាបែបហ្នឹងម្ដងខ្ញុំគិតចង់តែសម្រាប់ខ្លួនបងហ្នឹងហើយបងក្នុងវីដេអូក្នុងសារសលេងនេះខ្ញុំចង់ផ្ដាំផ្ញើដល់អ្នកដែលស្រឡាញ់ភេទដូចគ្នាទាំងអស់បើមិនស្រឡាញ់បើមិនច្បាស់លាស់ជាមួយគេកុំផ្ដោតក្តីសង្ឃឹមកុំផ្ដោតក្តីស្រឡាញ់ឲ្យគេកុំធ្វើបាបគេអូខេនេះគឺជាសាច់រឿងពេញរបស់គាត់បន្ទាប់ពីអ្នកនេះបានស្ដាប់គាត់ហើយអ្នកនេះយល់យ៉ាងណាដែរបើសម្រាប់ខ្ញុំនៅពេលដែលគាត់ប្រាប់ចំណងជើងដំបូងថាសង្សាររបស់គាត់ឲ្យមានគេចិញ្ចឹមអីចឹងណាខ្ញុំក៏អង្គុយគិតថាអូមិនដឹងគាត់បាក់ចិត្តមិនទៅណធម្មតាមនុស្សស្រឡាញ់គ្នាសុកទៅជាមានគេចិញ្ចឹមសង្សារខ្លួនឯងដែលស្រឡាញ់ថ្នាក់ថ្នមដេកអោបអីចឹងណាប៉ុន្តែបន្ទាប់ពីបានស្ដាប់រឿងរបស់គាត់ពេញខ្ញុំក៏យល់ឃើញផ្សេងខ្ញុំចាប់អារម្មណ៍ថាគាត់និយាយថាចេះនៅពេលដែលគាត់ជួបស្នេហាអត់សមប្រកបជួបតែមនុស្សបែបហ្នឹងគាត់ស្មោះគេមិនស្មោះគាត់មិនសិនដែរថាអាហ្នឹងដោយសារតែវាជាស្នេហាស្រឡាញ់ភេទដូចគ្នាអូនបើបងមកអត់គិតអញ្ចឹងទេមិនដោយសារតែការដែលអាណៃស្រឡាញ់ភេទដូចគ្នាបានវាជួបតែមនុស្សមិនស្មោះអញ្ចឹងទេអាណៃគិតថាមនុស្សស្រឡាញ់ភេទផ្ទុយគ្នាប្រុសនិងស្រីហ្នឹងអត់ជួបស្នេហាដែលបោកប្រាស់ដែលស្មោះគេតែមួយខាងអីអញ្ចឹងអាណៃគិតថាដឹងតែភីងអាណៃគិតអញ្ចឹងមិនអត់ទេអូនអាណៃមិនត្រឹមតែគិតថាអាហ្នឹងដោយសារតែការស្រឡាញ់ភេទដូចគ្នាទេអាណៃបែរជានិយាយថាស្នេហាហ្នឹងថោកទាបស្រឡាញ់ភេទដូចគ្នាហ្នឹងអូនសំបីតើអាណៃនៅមើងងាយភេទខ្លួនឯងតើនឹងមានអ្នកណាគេមកនឹងលើកទឹកចិត្តគាំទ្រមនុស្សស្រឡាញ់ភេទដូចគ្នាអូនអត់មានតែគេគាំទ្រខ្លួនឯងទេបើខ្លួនឯងអត់ទាំងស្រឡាញ់ខ្លួនឯងផងហ្នឹងពាក្យដែលគេតែងតែនិយាយស្នេហាភេទផ្ទុយគ្នានៅពេលដែលមនុស្សស្រីត្រូវបានមនុស្សប្រុសម្នាក់ក្បត់ធ្វើបាបបោកចិត្តគាត់និយាយថាចេះអូមនុស្សប្រុសអាណាក៏ដូចអាណាដែរក្បត់ទៅទាំងអស់ហ្នឹងប៉ុន្តែមានមនុស្សប្រុសល្អគេចេញមកគេនិយាយថាចេះហាអ្នកឯងជួបមនុស្សអាក្រក់អ្នកឯងមកម៉ៃបរោះទាំងអស់ថាអាក្រក់ដូចគ្នាមិនកើតអាហ្នឹងគឺវាត្រូវអូនគេនិយាយត្រូវអូនឯងដូចគ្នាអូនឯងជួបស្នេហាភេទដូចគ្នាដែលមិនសមប្រកបដែលត្រូវបានគេបោកប៉ុន្តែអូនឯងអាចនិយាយបានថាអ្នកដែលស្រឡាញ់ភេទដូចគ្នាទាំងអស់សិតតែអញ្ចឹងឯងវាអត់អញ្ចឹងឯងអូនសួរថាហ្នឹងហេតុអី
វាមកពីអីវាមានអូនវាមានដើមហេតុដើមចំរបស់វាទី1បើតាមស្ដាប់បងឯងនិយាយមកប្រាវហ្នឹងណាគឺបងឯងជាមនុស្សម្នាក់ដែរងាយនឹងទទួលយកគេក្នុងជីវិតពេកអូនបងឯងស្គាល់គេបានមួយថ្ងៃបងឯងទៅផឹកមួយគ្នាហើយបងឯងទៅផ្ទះគេទៅគេងមួយគ្នាហ្មង cannot អូនហើយនឹងមួយទៀតអ្នកគ្នាគាត់ប្រាប់ខ្ញុំក្រៅខ្ញុំបានសួរគាត់ថាតើគាត់ស្រឡាញ់គ្នាយូរនៅបន្ទាប់ពីមានរឿងផ្សេងៗកើតឡើងហ្នឹងគាត់ស្រឡាញ់គ្នាទៅប្រហែល2ខែទេអ្នកនេះខ្ញុំក៏ស្ដាប់ខ្ញុំគោះទ្រូងហ្នឹង Oh my god 2ខែអូនបើសិនជាអនឯងស្រឡាញ់គ្នារហូតដល់ចាប់ពី6ខែឡើងច្រើនបំផុតណាតិចអាហ្នឹងតិចផង6ខែតិចបំផុតផង6ខែមួយឆ្នាំ2ឆ្នាំអីអញ្ចឹងអាហ្នឹងបានពេលដែលអនឯងដាក់ចិត្តស្រឡាញ់គាត់បងប្រហែលជាយល់ពីជំរឿចិត្តអនឯងថាអូវាស័ក្តិសមនឹងអញ្ចឹងមែនអ្នកនេះគិតមើលគាត់ស្រឡាញ់គ្នាទៅបាន2ខែគាត់ឡើងងប់នឹងគេដល់ថ្នាក់ចង់សម្រាប់ខ្លួនដោយសារគេទៅមិនស្គាល់គេអានអត់ផ្លែតអនឯងទៅនៅមួយគេវាអត់សមមកអូនចង់បានស្នេហាដែលល្អស្នេហាដែលស្មោះត្រង់គឺមួយគ្នារហូតដល់ចាស់ប៉ុន្តែអាទង្វើដែលអនឯងចាប់ផ្ដើមមួយគេអនឯងអត់បានធ្វើដូចមនុស្សទូទៅទេអូនអានេះបើសិនជាបងយកមកប្រៀបធៀបគ្នាមនុស្សស្រីទូទៅត្រឡប់តែគាត់យកម្នាក់ប្រុសហ្នឹងមកចូលក្នុងជីវិតរបស់គាត់អាចជាភ្ជាប់ពាក្យសង្សារភ្ជាប់ពាក្យឬក៏ការអូនគេមើលថែខ្លួនគេណាគេមិនមែនចេះតែឲ្យទៅប៉ះដៃប៉ះជើងបើយើងនិយាយពីរឿងដែលត្រឹមត្រូវហ្មងណាតោះតែគេការគេនៅមួយគ្នាឬក៏ឥឡូវហ្នឹងបើគេចាប់ផ្ដើមចាប់ដៃគូគ្នារកស៊ីគេនៅតាំងពីគេបានភ្ជាប់ពាក្យមួយគ្នាហើយអីអញ្ចឹងទៅតើអនឯងបានធ្វើអាហ្នឹងដូចគេអត់ណាបានធ្វើអូនអនឯងខុសតាំងពីដំបូងបាត់ហើយហើយមួយទៀតអនឯងរំពឹងចង់បានមនុស្សម្នាក់ដែលល្អនោះខ្ញុំ sorry លើកនេះខ្ញុំសុំថាឲ្យបន្តិចទេប៉ុន្តែខ្ញុំចង់ឲ្យគ្នាយើងផ្សេងទៀតគាត់យល់ព្រោះខ្ញុំមានអារម្មណ៍ថាគាត់និយាយមកគឺគាត់យល់ខុសហើយខ្ញុំចង់ឲ្យគាត់យល់ត្រូវវិញយល់អត់អនឯងចង់បានមនុស្សប្រុសដែលល្អសមប្រកបប៉ុន្តែអនឯងទៅជ្រើសរើសអ្នកដែលគាត់ដើរផឹកស៊ីចូលក្លឹបអនឯងចង់បានល្អពីគាត់កម្រិតណាបងសុំសួរអនឯងសិនដល់គ្នាខ្ញុំនិយាយបែបនេះមិនមែនបានន័យថាអ្នកដែលដើរផឹកស៊ីចូលក្លឹបអីហ្នឹងមិនមែនជាមនុស្សអត់ល្អទេខ្ញុំមិនចង់បានន័យអញ្ចឹងទេប៉ុន្តែបើសិនជាយើងសម្រេចចិត្តយកមនុស្សប្រភេទហ្នឹងចូលក្នុងជីវិតរបស់យើងហើយយើងមិនបាច់រំពឹងអីច្រើនទេគឺវាប្រកាសទេជាមានហានិភ័យណាមួយអាចគេតាក់ទងអ្នកនេះអ្នកនោះអីអញ្ចឹងទៅនេះយល់អ្វីដែលខ្ញុំនិយាយអត់ត្រង់នេះខ្ញុំយល់ចិត្តគាត់វិញនៅពេលដែលមនុស្សយើងជួបបញ្ហាជីវិតច្រើនប្រាជ័យរឿងជីវិតដូចជាការរកស៊ីការងារគ្រួសារអីអញ្ចឹងណាពេលហ្នឹងគឺគាត់ lonely បំផុតហ្មងគាត់ឯកាបំផុតហ្មងអញ្ចឹងហើយគាត់ត្រូវការមនុស្សម្នាក់ដែលចូលមកបំពេញជីវិតរបស់គាត់ជួយអារឿងទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលមានណាគេម្នាក់ចូលមកហើយគេលួងលោមគាត់ហើយត្រូវនឹងអ្វីដូចដែលគាត់ចង់បានគឺគាត់បាក់ចិត្តស្រឡាញ់គេភ្លាមហ្មងអាហ្នឹងខ្ញុំវាពិបាកបន្ទោសដែរវាពាក់ព័ន្ធដូចគាត់និយាយថាគាត់សឹងតែមានបញ្ហាផ្លូវចិត្តឆាប់ទុនខ្សោយអារឿងទាំងអស់ហ្នឹងអញ្ចឹងហើយអាហ្នឹងគឺគាត់ងាយនឹងទុនចិត្តទៅលើគេចុះអាហ្នឹងធ្វើម៉េចដើម្បីកុំឲ្យវាអញ្ចឹងទៅអូននៅពេលដែលអនឯងមានបញ្ហាជីវិតតឹងម៉ានហ្នឹងអនឯងទៅដោះស្រាយវាឲ្យអស់បើសិនអនឯងចង់បានមនុស្សម្នាក់ចូលមកក្នុងជីវិតបងយល់ថាទោះបីជាមិនក្រោយយើងឃើញគេ switch ឃើញអីយើងចេះតែចង់បានដែរប៉ុន្តែបើសិនអនឯងអត់ចង់ជួបរឿងនឹងតតែដូចអនឯងនិយាយថាអនឯងជួបតតែអូនបើអនឯងដោះស្រាយវាអត់ទាន់អស់ទេអាបញ្ហាជីវិតអនឯងហ្នឹងអនឯងជួបមនុស្ស100នាក់1000នាក់ទៀតក៏អនឯងនៅតែបែកដែរដោយសារអីបញ្ហាជីវិតអនឯងអត់ទាន់ដោះអស់ទេអនឯងយល់ទេកុំរំពឹងចាំបរោះជីសេះសនារីជីសេះសមហោយើងត្រូវជួយខ្លួនឯងសិនឧទាហរណ៍ថាបញ្ហាជីវិតអនឯងមាន10អញ្ចឹងហើយហត់ហោចណាស់អនឯងដោះឲ្យបាន7ចាំអនឯងទៅមើលថាគួរតែយកអ្នកនេះជាដៃគូជីវិតរបស់យើងអនឯងយល់ទេនៅពេលនោះអនឯងគិតពិចារណាអីត្រឹមត្រូវអស់ហើយត្រឹមតែអនឯងយកអនឯងមិនមែនចេះតែយកដោយសារតែអនឯងបបាក់ចិត្តទេត្រូវការអ្នកលួងលោមឯកោអីទេអញ្ចឹងខ្ញុំជឿថាអាការដែលយើងជ្រើសរើសនៅពេលនោះគឺវាត្រូវជាងពេលដែលយើងកំពុងតែមានបញ្ហាហិតកកយើងអស់ហើយនៅពេលដែលគេចូលមកចំពេលដែលជីវិតអនឯងកំពុងតែបបាក់អនឯងនឹងគិតថាអូគេនឹងអាចល្អចេះទៅមុខទៀតប៉ុន្តែមនុស្សអូនគេនឹងផ្លាស់ប្ដូរដូចគ្នាដំបូងឡើយគេគិតថាអនឯងល្អអញ្ចឹងប៉ុន្តែនៅពេលដែលគេមកតាក់ទងមកអនឯងមួយរយៈទៅគេយល់ថាអនឯងមិនល្អសម្រាប់គេចូលមកក្នុងជីវិតយើងគេសិតតែចង់បានអីមួយដូចគ្នាអូនមិនអត់ចង់បានអីទេហើយអនឯងនិយាយថាអញ្ចឹងអនឯងអត់មានអីឲ្យគេទេអនឯងមានតែភាពស្មោះត្រង់របស់អនឯងអនឯងមានបានសួរគាត់អត់ថាគាត់ចង់បានភាពស្មោះត្រង់នឹងអត់បងនិយាយបែបហ្នឹងមិនបានន័យថាអញ្ចឹងមនុស្សគ្រប់គ្នាចង់បានតលុយទេបងមិនមែនចង់បានន័យអញ្ចឹងទាំងស្រុងទេ
លុយវាមិនអាចទិញសេចក្តីសុខសុភមង្គលបានទេប៉ុន្តែបើគ្មានលុយអាក្តីសុខសុភមង្គលហ្នឹងក៏អត់មានដែរអូនអានេះត្រូវចាំផងហ្នឹងណាអាការដែលយើងស្រឡាញ់គ្នាស្មោះស្ម័គ្រគ្នាហ្នឹងវាល្អហើយប៉ុន្តែទន្ទឹមនឹងហ្នឹងយើងក៏ត្រូវមានលុយដើម្បីផ្គត់ផ្គង់ពួកយើងទាំងពីរនាក់ទៅដើរលេងនៅនេះនៅនោះអីចឹងទៅយើងអត់អាចមួយថ្ងៃនៅតែបន្ទប់មួយគ្នាផឹកស៊ីស្មាទោសរួមភេទមួយគ្នាវាអត់អញ្ចឹងទេអូនអាហ្នឹងវាជារឿងបន្តប្រសំអានេះយល់អត់អត់អាចបាននៅក្បែរអូនបងលិតអំបិលបងស៊ីទៅប្រហុកក៏បងអស់ចិត្តដែរអូននឹងបានដំបងឯងយូរទៅអារម្មណ៍ទាំងអស់នឹងណាយដល់ខ្លួនឯងអូនដូចម្នាក់នោះគេមានអ្នកចិញ្ចឹមឲ្យលុយគេចាយពេញដៃដំបងឡើយគេរៀង enjoy មួយអនឯងអាចអនឯងស្អាតអនឯងបកាយចេះមួយចេះពីរអីចឹងទៅប៉ុន្តែយូរទៅអាលុយនឹងវាត្រូវការអញ្ចឹងបើគេអត់ធ្វើការឯផងហ្នឹងគេមិនត្រូវការអាលុយហ្នឹងដើម្បីចិញ្ចឹមខ្លួនគេតថ្ងៃមុខអញ្ចឹងហើយគេនៅតែយកម្នាក់នោះអញ្ចឹងហើយមួយទៀតដូចរឿងអនឯងបញ្ញាប់ក្នុងការសូសង្សារទៅកាន់មិត្តភ័ក្តិអ្នកផ្សេងក៏ដូចគ្នាបើទឹមតាក់តងណាគេម្នាក់ហើយទោះបីយល់ច្បាស់ថាម្នាក់ហ្នឹងជាមនុស្សពិតប្រាកដរបស់យើងក៏ដោយគុំតន់សូទៅមិត្តភ័ក្តិសង្សារមិត្តភ័ក្តិអីចិត្តដិតឬក៏បងប្អូនអ្នកស្គាល់គ្នាអីភ្លាមពេកយើងប្រកាសនៅថ្ងៃណាមួយយើងមានរឿងយើងអត់ដឹងទេបើថាស្គាល់គ្នាចាប់ពី6ខែឡើងអានឹងប្រាប់ទៅអត់អីទេតែទៅ1ខែ2ខែមួយអាទិត្យពីរអាទិត្យកុំអីទុកសិនទៅស្វីតដាក់គ្នាក្នុងបណ្ដាញសង្គមតែដល់ពេលបែកគ្នាអត់ហ៊ានប្រាប់គេខ្មាស់គេអ្នកនេះឃើញអត់អញ្ចឹងអាបញ្ហាដែលអ្នកនេះពិបាកពេលខ្លះអ្នកជំនួយខ្លួនហ្នឹងគាត់អាចនឹងដោះស្រាយគាត់អាចនឹងជួយស្ដាប់យើងបានបន្តិចបន្តួចទេប៉ុន្តែនៅពេលដែលយើងធ្លាប់តែសូសង្សារផ្អែមស្វីតមួយគេដល់ពេលបែកគ្នាអត់ហ៊ានទៅប្រាប់គេខ្លាចគេចំអកឲ្យខ្លាចគេថាឲ្យនឹងរបៀបអញ្ចឹងអានេះយល់អត់អញ្ចឹងថ្ងៃក្រោយគឺអារឿងទាំងអស់ហ្នឹងគឺកុំធ្វើអូនតែបើសិនឯងធ្វើហើយអានឹងយើងទទួលខុសត្រូវដោះស្រាយខ្លួនឯងទៅអាសូស្នេហាលឿនពេកខ្ញុំមិនឲ្យសូតែកុំសូលឿនពេកបង sorry មែនតើអូនដែរថ្ងៃនេះបងរៀងថាឲ្យប៉ុន្តែបងចង់អានេះគិតឡើងវិញអូនមិនបានន័យថាជួបមនុស្សអាក្រក់អីអ្នកដែលស្រឡាញ់ភេទដូចគ្នាសុទ្ធតែអាក្រក់ហើយមិនអញ្ចឹងទេអ្នកផ្សេងយកគេជួបល្អមកកណោហត់ដឹកអូនហើយនឹងមួយទៀតដូចបងនិយាយចឹងបើអនឯងចង់បានស្នេហាដែលសំប្រកបតទៅថ្ងៃមុខអនឯងព្យាយាមដោះស្រាយវិបត្តិខ្លួនឯងក្នុងជីវិតនេះឲ្យអស់សិនហើយអានឹងត្រូវធ្វើមិនខ្លះទៅចំណាយពេលមួយខ្លួនឯងកុំយកសង្សារទៀតអានេះយល់ទេចាំដោះស្រាយអាវិបត្តិនឹងបានច្រើនគួរសមចាំចាប់ផ្ដើមចង់មានស្នេហាអានេះអាចទៅអានសភៅដើម្បីគិតវិជ្ជមានឡើងវិញបងមានអារម្មណ៍តើឯងគិតទៅរឿងអវិជ្ជមានទេអញ្ចឹងហើយរឿងដែលចូលមកក្នុងជីវិតខ្លួនឯងទាំងមនុស្សទាំងអីសិតតែមនុស្សអត់ល្អរឿងអវិជ្ជមានទាំងអស់ម្ដងហើយម្ដងទៀតកុំគ្រាន់តែរឿងប៉ុណ្ណឹងទៅគិតដល់លុតទឹកសម្រាប់ខ្លួនអូរបស់យើងគឺមានតែប៉ុណ្្នេះទេហើយស្រាប់គ្នាយើងផ្សេងទៀតមានមតិយោបល់យ៉ាងណាកុំភ្លេចខមមិននៅខាងក្រោមហើយខ្ញុំអរគុណខ្លាំងមែនតើសម្រាប់ការចូលមកចែកម្លែកគ្នាយើងផ្សេងទៀតក៏អាចចែកម្លែកបានដូចគ្នាចឹងចាប់ជួបគ្នានៅអេពីសូតក្រោយៗទៀតបាយបាយ